ว่าសូមគ្រប់នឹងជំរាបសួរបងប្អូនអរគ្នាដែលកំពុងតាមដានទេសនានាំអារម្មណ៍បងប្អូនអរគ្នាមកបង្ហាញពីទស្សនវិជ្ជាសមិទ្ធផលថ្មីបាទបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងខេត្តកោះចេះបាទនៅក្នុងស្ពានទន្លេមេគង្គមួយដែលជាសមិទ្ធផលថ្មីសម្រាប់បងប្អូនអរគ្នាងាយស្រួលក្នុងការធ្វើដំណើរបាទពីឆ្ពោះត្រង់មកខេត្តកោះចេះតែម្ដងបាទដែលមានហេដ្ឋារចនាសម្ព័ន្ធល្អរីស្គូស្គីបាទក៏ដូចជាអំណោយសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅបាទបងប្អូននៅក្នុងខេត្តកោះចេះក៏ដូចជាប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជារបស់យើងផងដែរបាទនេះគឺជាស្ពាននៅក្នុងខេត្តកោះចេះបាទអញ្ចឹងសូមបងប្អូនតាមដានវីដេអូជាមួយនឹងខ្ញុំដូចទៅថាតើទស្សនវិជ្ជាស្ពានមានសម្រស់ស្រស់ស្អាតបែបណាដូចជាទស្សនវិជ្ជាទូទៅបាទនៅតាមបណ្ដោយទន្លេមេគង្គនៃខេត្តកោះចេះបាទសូមគ្រប់ជ័យបងប្អូនតាមដានទស្សនវិជ្ជាវីដេអូទាំងស្រុងជាមួយខ្ញុំទាំងអស់គ្នាដូចទៅបាទសូមគ្រប់ជ័យបាទចានេះទាទស្សនវិជ្ជានៅស្ពានកចេះដែលទំសាងសង់ថ្មីឥឡូវមកឈៀងមកយើងក៏ឡើងមកលើស្ពានដើម្បីមើលទេសភាពលើស្ពានគឺថាប្លែកខ្លាំងមែនតើនៅលើស្ពានមើលទៅឃើញកោះឃើញទឹកឡើងខៀវស្ងាត់តែហ្មងអស់តោះតែហ្មងមើលឡើងខៀវស្ងាត់មើលលើកោះនោះអីបងប្អូនមើលស្អាតណាស់តែមិនដឹងថ្មីទៅដល់ហើយតោះជីកទូកអីយ៉ាងមកទៅធំណាស់ទន្លេធំល្វឹងល្វើនៅក្នុងហាលើស្ពានស្ពានអីឈ្មោះស្ពានអីឡើយមិនដឹងស្ពានអីដែរស្ពានខេត្តកោះចេះអញ្ចឹងវិញអត់ទាន់ដឹងដែរបាទកាត់អត់តាមដងទេមាត់ទន្លេមេគង្គទៅស្អាតហើយមានយឹមទេហើយក៏ឲ្យឡានធំបើកតើមើលមែនទេហើយអញ្ចឹងហើយទៅទៀនហោះទៅទៀនហោះគេដាក់ទៀតទៅទៀនហោះប្រាំងគេដាក់ទៀតទៅទៀនហោះទៀនហោះបាច់គ្នា មូលធ្វើទៅបានជោគជ័យតែពិតស្ពាននេះនៅទលាពណ៌ដាក់ថ្នាំចរាចរណ៍ទេស្ពាននេះនៅតិចតិចចាំវាយនោះតាវាយកនោះហើយ 90% ហើយស្ពានហ្នឹងដល់បន្ថែមនោះភ្លើងហើយវាថ្នាំតិចតួចទៀតជោគជ័យនឹងនេះសួនច្បារផុតអ្នកលក់អស់ចេះតទៅទៀយាយទៅទៅទៀហើយ